គណៈបកប្រជាជនកម្ពុជាគឺជាគណៈបករបស់ប្រជាជនដោយសារប្រជាជននិងដើម្បីប្រជាជនគណៈបកមានឈ្មោះដើមថាបកប្រជាជនបដិវត្តន៍ខ្មែរត្រូវបានបង្កើតនៅថ្ងៃទី28ខែមិថុនាឆ្នាំ1951មានប្រភពពីចលនាតស៊ូរបស់ប្រជាជនប្រឆាំងអាណានិគមនិយមដើម្បីឯករាជ្យជាតិដែលរួមសាមគ្គីប្រកៀកស្មារគ្នាយ៉ាងជិតស្និទ្ធជាមួយចលនាតស៊ូរបស់ប្រជាជនវៀតណាមនិងប្រជាជនឡាវដែលមានសត្រូវរួមគឺពួកអាណានិគមនិយមចាប់ពីពេលបដិសន្ធិមកដល់បច្ចុប្បន្នគណៈបកបានផ្សារភ្ជាប់ជានិច្ចជាមួយប្រជាជនធ្វើដំណើរលើមាគ៌ាមួយយ៉ាងវែងឆ្លងកាត់ដំណាក់កាលជាច្រើននៃប្រវត្តិសាស្ត្រប្រកបដោយវីរភាពដើម្បីបបផហេតុធំរបស់ជាតិគឺការតស៊ូរំដោះជាតិពីពួកអាណានិគមនិយមការការពារឯករាជ្យអធិបតេយ្យនិងបូរណភាពទឹកដីការបដូររំលំរបបប្រល័យពូជសាសន៍សង្គ្រោះជាតិឲ្យរស់ឡើងវិញការពារជាតិនិងស្ដារកសាងប្រទេសឡើងវិញការកសាងសន្តិភាពនិងការថែរក្សាសន្តិភាពនិងអភិវឌ្ឍសេដ្ឋកិច្ចសង្គមឆ្លងកាត់រយៈពេល75ឆ្នាំមកនេះការពិតជាក់ស្ដែងបានបង្ហាញច្បាស់ថាគណៈបកប្រជាជនកម្ពុជាគឺជាកម្លាំងនយោបាយតែមួយគត់ដែលបានផ្សារភ្ជាប់រួមសុខរួមទុក្ខជាមួយប្រជាជននៅគ្រប់កលៈទេសៈដោយប្រកាន់ខ្ជាប់នូវគោលបំណងនិងឧត្តមគតិរបស់ខ្លួនគឺប្រមូលកម្លាំងប្រជាជាតិទាំងមូលដោយមិនប្រកាន់ពូជសាសន៍ពណ៌សម្បុរភេទភាសាជំនឿសាសនានិន្នាការនយោបាយអតីតកាលឬឋានៈសង្គមដើម្បីកសាងប្រទេសកម្ពុជាឯករាជ្យសន្តិភាពសេរីភាពប្រជាធិបតេយ្យអព្យាក្រឹតនិងវឌ្ឍនភាពសង្គមក្រោយថ្ងៃជ័យជំនះ7មករាគណៈបកប្រជាជនកម្ពុជាបានជ្រងទង់មហាសាមគ្គីជាតិដឹកនាំការស្ដារនិងកសាងប្រទេសឡើងវិញដែលត្រូវចេញដំណើរពីចំណុចសូន្យនិងក្នុងស្ថានភាពដែលមានសន្តិភាពផងនិងសង្គ្រាមផងថែមទៀតទោះបីត្រូវប្រឈមនឹងឧបសគ្គរាប់ម៉ឺនចំពោះនិងការប៉ុនប៉ងឥតឈប់ឈរពីសំណាក់កម្លាំងអមិត្តដើម្បីផ្ដួលរំលំគណៈបកប្រជាជនកម្ពុជាយ៉ាងណាក្តីក៏គណៈបកប្រជាជនកម្ពុជានៅតែឈររឹងមាំជាមួយនឹងការគ្រប់គ្រងដ៏ធំធេងពីប្រជាជនព្រមទាំងការជួយឧបត្ថម្ភពីប្រទេសជាមិត្តជិតឆ្ងាយទាំងឡាយរាំងស្កាត់បានការប៉ុនប៉ងវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ស្ដារនិងកសាងជាតិឡើងវិញឲ្យចេញផុតពីដំណាក់កាលដ៏សែនលំបាកបំផុតមកកាន់ដំណាក់កាលពង្រឹងពង្រីកខ្លួនបានហើយបន្តធ្វើដំណើរទៅមុខប្រកបដោយជោគជ័យលើមាគ៌ាសន្តិភាពបង្រួបបង្រួមជាតិប្រជាធិបតេយ្យនិងអភិវឌ្ឍជាពិសេសការបញ្ចប់សង្គ្រាមដ៏រ៉ាំរ៉ៃបង្កើតបានសន្តិភាពពេញលេញនិងការឯកភាពជាតិឯកភាពទឹកដីទាំងស្រុងតាមរយៈនយោបាយឈ្នះឈ្នះចាប់ពីថ្ងៃទី29ខែធ្នូឆ្នាំ1998មករយៈពេលជាង28ឆ្នាំកន្លងទៅនេះនៅក្រោមម្លប់នៃសុខសន្តិភាពបានអនុញ្ញាតឲ្យយើងប្រមូលផ្ដុំកម្លាំងជាតិធនធាននិងលទ្ធភាពគ្រប់យ៉ាងដើម្បីជំរុញការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យដោយល្បឿនលឿនដែលនាំមកនូវការផ្លាស់ប្ដូរជាប្រវត្តិសាស្ត្រស្ទើរតែពំនឹកស្មានដល់ធ្វើឲ្យកម្ពុជាក្លាយជាសង្គមទំនើបដោយពេលបច្ចុប្បន្នកម្ពុជាបានក្លាយជារដ្ឋអធិបតេយ្យនិងឯករាជ្យដែលមានសន្តិភាពពេញលេញមានស្ថិរភាពនយោបាយរឹងមាំនិងនីតិរដ្ឋស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបកបានសម្រេចលទ្ធផលដ៏ត្រចះត្រចង់ក្នុងការស្ដារកសាងនិងអភិវឌ្ឍសេដ្ឋកិច្ចសង្គមធ្វើឲ្យភាពក្រីក្ររបស់ប្រជាជនត្រូវបានកាត់បន្ថយជាបន្តបន្ទាប់មកក្រោម 10% មុនពេលមានវិបត្តិជំងឺ COVID-19 បានក្លាយទៅជាប្រទេសដែលមានសមត្ថភាពគ្រប់គ្រងថវិកាជាតិបានដោយភាពម្ចាស់ការថែមទាំងមានទុនបម្រុងដើម្បីធានាស្ថិរភាពសេដ្ឋកិច្ចនិងលំនឹងជីវភាពរបស់ប្រជាជនព្រមទាំងទប់ទល់វិបត្តិនិងគ្រោះមហន្តរាយផ្សេងៗបានធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅនៅក្នុងតំបន់និងពិភពលោកនិងបានក្លាយជាប្រទេសដែលអាចបញ្ជូនកងកម្លាំងរបស់ខ្លួនទៅចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពនៅប្រទេសជាច្រើនថែមទៀតបច្ចុប្បន្នព្រះរាជាណាចក្រកម្ពុជាបន្តឈានទៅមុខប្រកបដោយការបដិញ្ញាចិត្តខ្ពស់លើមាគ៌ាសន្តិភាពប្រជាធិបតេយ្យនិងអភិវឌ្ឍក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតនិងឆ្លៀសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានគណៈបកប្រជាជនកម្ពុជានិងជាប្រធានព្រឹទ្ធសភានិងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីទោះបីត្រូវប្រឈមនឹងការលំបាកនិងឧបសគ្គយ៉ាងច្រើនទាំងកត្តាខាងក្នុងនិងកត្តាខាងក្រៅយ៉ាងណាក្តីកម្ពុជារក្សាបាននូវសន្តិភាពក្នុងផ្ទៃប្រទេសស្ថិរភាពនយោបាយសន្តិសុខសណ្ដាប់ធ្នាប់សង្គមព្រមទាំងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចដែលបានផ្ដល់ភាពអនុគ្រោះដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងរក្សាលំនឹងនៃជីវភាពរបស់ប្រជាជន។
ប្រការនេះបានបង្ហាញច្បាស់នៅការរួបរวมនៃកម្លាំងជាតិដ៏រឹងមាំក្នុងការការពារនិងកសាងមាតុភូមិក្នុងដំណើរវិវត្តជាវិជ្ជមាននេះយើងអាចកត់សម្គាល់បានថាសម្រាប់ឆ្នាំ2026កំណើនសេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករណ៍ថានឹងរក្សាអត្រាកំណើនខ្ពស់ដែលលទ្ធផលនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីភាពធន់នៃសេដ្ឋកិច្ចជាតិជាក់ស្ដែងក្នុងរយៈពេល4ខែដើមឆ្នាំ2026ទំហំពាណិជ្ជកម្មអន្តរជាតិសម្រេចបាន24,452 លានដុល្លារអាមេរិកកើន 24.10% ក្នុងនោះការនាំចេញមានតម្លៃ 11,330 លានដុល្លារកើន 21.38% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ2025ក្នុងរយៈពេល4ខែនេះដែរក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាដែលហៅកាត់ថា CDC ក៏បានអនុវត្តគម្រោងវិនិយោគមានចំនួនសរុប188គម្រោងក្នុងទំហំទុនវិនិយោគជាង 2.7 ប៊ីលានដុល្លារបង្កើតបានការងារ 106,000 កន្លែងជាមួយគ្នានេះការកសាងពង្រីកហេដ្ឋារចនាសម្ព័ន្ធរូបវន្តដូចជាហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនប្រព័ន្ធធារាសាស្ត្រផ្លូវស្ពានអគ្គិសនីព្រៃជីកកំពង់ផែប្រលានយន្តហោះបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានកំពុងត្រូវបានជំរុញយ៉ាងខ្លាំងថែមទៀតគិតត្រឹមត្រីមាសទី1ឆ្នាំ2026ចំនួនសហគ្រាសក្រុមហ៊ុនរោងចក្របានកើនឡើងដល់ចំនួន 47,029 សហគ្រាសជាមួយនឹងចំនួនកម្មករនិយោជិតសរុបប្រមាណ 2.3 លាននាក់រាជរដ្ឋាភិបាលក៏បានសម្រេចដំឡើងប្រាក់ឈ្នួលអបបរមាដល់កម្មករនិយោជិតក្នុងវិស័យវិជ្ជាភ័ណ្ឌកាត់ដេរផលិតស្បែកជើងនិងផលិតផលធ្វើដំណើរនឹងកាបូបកើនដល់ $210 អាមេរិកក្នុងមួយខែក្រៅពីដំឡើងប្រាក់ឈ្នួលរាជរដ្ឋាភិបាលក៏បានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ដើម្បីសម្រួលដល់តម្លៃលក់រាយប្រេងឥន្ធនៈក្នុងអំឡុងពេលវិបត្តិសកលនិងបានបន្ថែមប្រាក់សោហ៊ុយធ្វើដំណើរបណ្ដោះអាសន្នចំនួន $2.5 អាមេរិកបន្ថែមលើប្រាក់សោហ៊ុយធ្វើដំណើរដែលមានស្រាប់រហូតដល់ស្ថានភាពតម្លៃប្រេងឥន្ធនៈវិលត្រឡប់មករកភាពប្រក្រតីវិញជាលទ្ធផលដោយបូកបញ្ចូលទាំងអត្ថប្រយោជន៍ជាកាតព្វកិច្ចផ្សេងៗកម្មករនិយោជិតម្នាក់ៗនឹងទទួលបានប្រាក់ចំណូលជាក់ស្ដែងទាបបំផុតចន្លោះពី $229.5 ដល់ $240.5 អាមេរិកព្រមជាមួយនេះរាជរដ្ឋាភិបាលបាននឹងកំពុងបន្តកសាងប្រព័ន្ធគាំពារសង្គមមានលក្ខណៈប្រមូលផ្ដុំសង្កតិភាពប្រសិទ្ធភាពសមធម៌និងចីរភាពសម្រាប់គ្រួសារក្រីក្រក្រុមជនងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យនៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ចនិងគ្រាមានគ្រោះអាសន្នទន្ទឹមនឹងការសម្រេចបានសមិទ្ធផលខាងលើកម្ពុជានៅតែត្រូវប្រឈមនឹងការវិវត្តដ៏ស្មុគស្មាញនិងសភាពការអន្តរជាតិភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចសកលនិងការចុះខ្សោយនៃសណ្ដាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់ដែលបាននឹងកំពុងជះឥទ្ធិពលមកលើដំណើរវិវត្តរបស់ជាតិយើងជាពិសេសសកម្មភាពខុសច្បាប់របស់កងកម្លាំងប្រដាប់អាវុធថៃដែលប្រឆាំងនឹងអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជាចូលហួសខ្សែបន្ទាត់ព្រំដែនដោយបានបើកប្រតិបត្តិការវាយសម្រុកចូលទន្ទ្រានកាន់កាប់និងឈរជើងក្នុងទឹកដីកម្ពុជាដោយយោធាដែលបានគិតទុកជាមុននិងជាប្រព័ន្ធមកលើទីតាំងជាច្រើនតាមបណ្ដោយព្រំដែនកម្ពុជាថៃដែលមានការទទួលស្គាល់ជាអន្តរជាតិសកម្មភាពយោធាថៃប្រកបដោយអរិយភាពនៅតាមបណ្ដោយព្រំដែននិងនៅក្នុងទឹកដីកម្ពុជាបានវាយកំទេចសំណង់ស៊ីវិលផ្ទះសម្បែងរបស់ប្រជាជននិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដោយបន្តបិទសិទ្ធិរបស់ជនភៀសសឹកកម្ពុជាជាច្រើនមិនឲ្យត្រឡប់ទៅលំនៅឋានវិញគឺជាការរំលោភយ៉ាងជាក់ច្បាស់ចំពោះគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិក៏ដូចជាច្បាប់មនុស្សធម៌និងច្បាប់សិទ្ធិមនុស្សអន្តរជាតិប៉ុន្តែទោះបីជាយ៉ាងណាក្តីក៏រាជរដ្ឋាភិបាលកម្ពុជាបានបង្កើនការយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់សេវាដល់យុទ្ធជនពលីប្រជាជនស្លូតត្រង់និងស្ដារហេដ្ឋារចនាសម្ព័ន្ធឡើងវិញគ្រប់ស្ថាប័នរដ្ឋឯកជននិងប្រជាជនទូទៅបានបង្ហាញនូវសាមគ្គីភាពជាធ្លុងមួយក្នុងការជួយឧបត្ថម្ភគាំទ្រសម្ភារៈនិងស្មារតីដល់វីរៈកងទ័ពនិងជនភៀសសឹកនិងបានផ្ដល់អាទិភាពដល់អតីតយុទ្ធជននិវត្តជននិងក្រុមគ្រួសារក្នុងការទទួលបាននូវសេវាសាធារណៈផ្សេងៗរួមទាំងការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលនិយាយរួមមករាល់សមិទ្ធផលដែលគណៈបកប្រជាជនកម្ពុជាបានសម្រេចជូនជាតិក្នុងរយៈពេលជាង47ឆ្នាំមកនេះគឺអាស្រ័យដោយគណៈបកមានភាពត្រឹមត្រូវខាងនយោបាយផ្សារភ្ជាប់ជាមួយប្រជាជនហ៊ានគិតហ៊ានថាហ៊ានធ្វើនិងហ៊ានទទួលខុសត្រូវគណៈបកមានរចនាសម្ព័ន្ធចាត់តាំងរឹងមាំពីលើរហូតដល់ក្រោមមានសមាជិកច្រើនកកនិងមានរបៀបរបបធ្វើការច្បាស់លាស់និងម៉ត់ចត់គណៈបកមានជួរមន្ត្រីដែលមានជំហរស្មោះត្រង់
មានសមត្ថភាពគុណធម៌និងសិលធម៌មានការគិតគូរយ៉ាងម៉ត់ចត់ល្អិតល្អន់និងមានសាមគ្គីភាពឯកភាពផ្ទៃក្នុងរឹងមាំឥតរង្គោះរង្គើនៅលើផ្លូវឆ្ពោះទៅមុខទៀតគណៈបកប្រជាជនកម្ពុជាបន្តប្រកាន់ខ្ជាប់នៅគោលការណ៍សាមគ្គីប្រជាជាតិទាំងមូលក្រោមដំបូលរដ្ឋធម្មនុញ្ញនិងអង្គព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតដើម្បីការពារឯករាជ្យអធិបតេយ្យបរណភាពទឹកដីបន្តអភិវឌ្ឍសេដ្ឋកិច្ចសង្គមឲ្យមានការរីកចម្រើនគណៈបកប្រជាជនកម្ពុជាត្រូវបន្តការពារដាច់ខាតនៅសន្តិភាពស្ថិរភាពនយោបាយនិងសន្តិសុខរបស់ជាតិដែលជាលក្ខខណ្ឌជាសារព័ន្ធដើម្បីធានានូវជីវភាពដ៏សុខសាន្តរបស់ប្រជាជនប្រកបដោយសេរីភាពកិត្តិយសនិងសេចក្តីថ្លៃថ្នូរនិងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាពជាមួយគ្នានេះយើងបដិញ្ញាបន្តអនុវត្តភារកិច្ចរួមជាយុទ្ធសាស្ត្ររបស់គណៈបកក្នុងដំណាក់កាលបច្ចុប្បន្នគឺពង្រឹងកម្លាំងសាមគ្គីជាតិជាធ្លុងមួយរួបរวมគ្នាការពារឯករាជ្យសន្តិភាពធិបតេយ្យបរណភាពទឹកដីនិងអត្តសញ្ញាណជាតិខ្មែរឲ្យថិតថេរនិងរឹងមាំនិងបន្តជំរុញការអភិវឌ្ឍប្រទេសជាតិដើម្បីប្រជាជនបានរស់នៅយ៉ាងសុខដុមរមនាប្រកបដោយកិត្តិយសនិងសេចក្តីថ្លៃថ្នូរទន្ទឹមនេះគណៈបកប្រជាជនកម្ពុជាបន្តពង្រឹងកិច្ចសហការយ៉ាងស្មោះសរជាមួយបណ្ដាគណៈបកនយោបាយអង្គការសង្គមស៊ីវិលនានានិងមជ្ឈដ្ឋានផ្សេងទៀតក្នុងសង្គមដែលមានភាពស្មោះត្រង់និងសុឆន្ទៈពិតប្រាកដក្នុងគោលបំណងថែរក្សានៅបរិយាកាសនយោបាយល្អប្រសើរប្រកបដោយចីរភាពជាពិសេសបរិយាកាសឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី6នាឆ្នាំ2027និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី8នាឆ្នាំ2028ខាងមុខ